ចូលមកកម្មមេរៀនគណិតវិទ្យាបន្តនៅក្នុងមេរៀនមួយដែលនិយាយពីផ្ទៃក្រឡាចតុកោណកែងចេញមកទៅផ្ទៃក្រឡាផ្ទៃក្រឡាបន្តឯងចាំណាផ្ទៃក្រឡាគឺយើងបើនិយាយពីផ្ទៃក្រឡាយើងគិតជាការ៉េណាគឺជាម៉ែត្រការ៉េសង់ទីម៉ែត្រការ៉េហើយហ្នឹងគេហៅកណនីផ្ទៃក្រឡាគឺចេញមកជាការ៉េប៉ុន្តែបើយើងកណនីដូចជាបរិមាត្រដែលយើងធ្លាប់រៀនណាបរិមាត្ររោគបរិមាត្រចតុកោណកែងគឺចាំរូបមន្តអត់បរិមាត្រអាភីបរិមាត្រការ៉េបរិមាត្រចតុកោណកែងតែបរិមាត្រចតុកោណកែងនោះអត់ទៅថៃហ្នឹងរូបមន្តរង្វង់ទេចតុកោណកែងរូបមន្តចតុកោណកែងដើម្បី P កណនីបរិមាត្រចតុកោណកែងដែលយើងធ្លាប់រៀនណាភ្លេចទេមែនណាចុះការ៉េបរិមាត្រការ៉េមុខបណ្ដោយបើការ៉េជ្រុងគុណជ្រុង4គុណជ្រុង2គុណជ្រុងជ្រុងគុណ4មែនណាហើយបរិមាត្រចតុកោណកែងគឺមិនថាមិនមែនបណ្ដោយគុណហើយអីទៀតមានមួយទៀតយ៉ាអញ្ចឹងបើយើងនិយាយពីបរិមាត្រគឺ P ស្មើបណ្ដោយគុណបូកទទឹងមែនទេគុណ2ហើយបើនិយាយពីរកបរិមាត្រការ៉េគឺជ្រុងគុណ4ឥឡូវនេះយើងមកចូលក្នុងនេះគឺយើងខុសនេះជាយើងរកផ្ទៃកន្លាម្ដងកណនីផ្ទៃកន្លាចតុកោណកែងដែលមានទទឹង3សង់ទីម៉ែត្រនិងបណ្ដោយសង់ទីម៉ែត្រវិញអញ្ចឹងណាឥឡូវយើងមកមើលការកណនីជាលក្ខណៈផ្ទៃកន្លាចតុកោណកែងខុសពីបរិមាត្រយ៉ាងម៉េចយើងមើលនេះយើងមើលមួយការ៉េអានេះជាចតុកោណកែងហ្នឹងមែនទេចតុកោណកែងគឺជាបានន័យថាជ្រុងបណ្ដោយនិងទទឹងអត់ស្មើគ្នាទេណាបណ្ដោយវាច្រើនគឺវែងជាងទទឹងមែនទេប៉ុន្តែបើការ៉េវិញជ្រុងវា4ជ្រុងស្មើគ្នាមែនទេជ្រុង4ជ្រុង3សង់ទីម៉ែត្រគឺ3សង់ទីម៉ែត្រអានេះក៏3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 ហ្នឹងការ៉េប៉ុន្តែបើរបៀបចតុកោណកែងគឺបណ្ដោយនេះត្រូវវែងជាងទទឹងឥឡូវយើងមើលក្នុងការ៉េនេះក្នុងចតុកោណកែងវាមានការ៉េប្រមាណជ្រុងក៏ក្រោមនេះមាន1 2 3មែនណាអញ្ចឹងការ៉េ3ក្នុងមួយការ៉េហ្នឹងវាមាន1ម៉ែត្រ1សង់ទីម៉ែត្រក្នុងមួយការ៉េអញ្ចឹងដល់ពេល1 2 3គឺ3សង់ទីម៉ែត្រដល់ពេលមកខាងនេះប្រហែលសង់ទីម៉ែត្រអូខេដល់ពេលឥឡូវយើងកណនាផ្ទៃកន្លាចតុកោណកែងដែលមានទទឹង3សង់ទីម៉ែត្រនិងបណ្ដោយ4សង់ទីម៉ែត្រក្នុងចតុកោណកែងគេរាប់ឃើញមាន12ការ៉េនេះមានអានេះ1ការ៉េ2ការ៉េ3ការ៉េ4ការ៉េមកក្រោម1ការ៉េ2ការ៉េ3ការ៉េអញ្ចឹងរាប់ទាំងអស់មកបូកចូលគ្នាគឺ12ការ៉េណាមើល1 2 3 4 5 6 7 8 9 10 11 12 12ការ៉េហ្នឹងបានន័យថាក្នុងផ្ទៃកន្លាចតុកោណកែងគឺវាមាន12ការ៉េនេះ12សង់ទីម៉ែត្រការ៉េ12សង់ទីម៉ែត្រការ៉េហើយគេអាចកណនាផ្ទៃកន្លាដោយយកទទឹងគុណនឹងបណ្ដោយណាដូច្នេះដើម្បីកណនាផ្ទៃកន្លាវាខុសពីកណនាបរិមាត្រចតុកោណកែងអញ្ចឹងដើម្បីកណនាផ្ទៃកន្លាចតុកោណកែងគឺយើងត្រូវយកបណ្ដោយគុណនឹងទទឹងវិញណាអាហ្នឹងហើយចេញមកគឺជាការ៉េមិនចេញជាសង់ទីម៉ែត្រទេបើយើងបរិមាត្រនោះគឺយើងចេញជាសង់ទីម៉ែត្រធម្មតាប៉ុន្តែសម្រាប់កណនីផ្ទៃកន្លាការ៉េនេះគឺចេញមកជាការ៉េបើសិនបើគេឲ្យកណនាជាចតុកោណកែងជាលក្ខណៈការ៉េបើនៅកណនាផ្ទៃចតុកោណកែងដែលមានទទឹងប៉ុន្តែនេះគឺយើងត្រូវយកបណ្ដោយគុណនឹងទទឹងអូខេយល់អញ្ចឹងយក3គុណ4គឺស្មើនឹង
yeah 12 4 3ដល់12យើងមើលមកទៀតបណ្ដោយអានឹងបណ្ដោយគឺ3គុណ4ស្មើ12សង់ទីម៉ែត្រជាទូទៅអូខេឥឡូវយើងមកបាក់ A និង B ជារង្វាស់ជ្រុងហើយ A ជាផ្ទៃកន្លះចតុកោណកាយនោះផ្ទៃកន្លះចតុកោណកាយកំណត់ដោយ A ស្មើ A គុណនឹង B បានន័យថាគេលើកជាលក្ខណៈរូបមន្តណារូបមន្តផ្ទៃកន្លះចតុកោណកាយចឹង A ហ្នឹងគឺតំណាងឲ្យផ្ទៃកន្លះណា A តំណាងផ្ទៃកន្លះដូច P តំណាងឲ្យបរិមាត្រចឹងណាយល់ទេ A តំណាងឲ្យផ្ទៃកន្លះហើយ A ធំណា A តូចនេះគឺតំណាងឲ្យជ្រុងនេះជ្រុងទទឹងណា A ធំជ្រុងទទឹងហើយ B ធំសំទោស A តូចជ្រុងទទឹងហើយ B តូចនេះគឺជ្រុងបណ្ដោយដូច្នេះយើងបានរូបមន្តមួយហើយគឺផ្ទៃកន្លះចតុកោណកែងគឺស្មើនឹងបណ្ដោយគុណនឹងទទឹងឬ A ស្មើនឹង A គុណនឹង B A នេះជាបណ្ដោយ B នេះជាទទឹងបើសិនបើបណ្ដោយ10សង់ទីម៉ែត្រយើងចំនួនមកក្នុង B មក10មកបើទទឹង5សង់ទីម៉ែត្រយើងចំនួនក្នុង A តូចមកអញ្ចឹងណាអានេះគាត់ជាលក្ខណៈរូបមន្តដែលតាងឯងសំខាន់គឺຂະຫນាតដែលគេឲ្យនៅក្នុងចតុកោណកែងហ្នឹងគឺយើងយកបណ្ដោយគុណទទឹងនឹងឯងហ្នឹងហៅថាផ្ទៃកន្លះចតុកោណកែងតទៅទៀតយើងបើ A ជារង្វាស់ជ្រុងហើយ A ធំជាផ្ទៃកន្លះការ៉េនោះផ្ទៃកន្លះការ៉េកំណត់ដោយ A ស្មើនឹង A គុណនឹង A អូខេឥឡូវបើយើងនិយាយពីផ្ទៃកន្លះចតុកោណកែងឥឡូវនេះគឺបណ្ដោយគុណនឹងទទឹងប៉ុន្តែផ្ទៃកន្លះការ៉េវិញគឺជ្រុងគុណនឹងជ្រុងណាជ្រុងគុណនឹងជ្រុងដូចយើងមើលការ៉េមួយមកពីរូបការ៉េឥឡូវយើងទៅឧទាហរណ៍នៅលើការ៉េមួយចឹងឥឡូវយើងមានបរិមាត្រក៏យើងមានចតុកោណកែងមួយណាបើសិនបើចតុកោណកែងហ្នឹងដែលមានទទឹង2ម៉ែត្រទទឹង2ម៉ែត្របណ្ដោយ4ម៉ែត្រអញ្ចឹងគេឲ្យរកបរិមាត្រណាគេឲ្យចូលកណនីបរិមាត្រចតុកោណកែងមើលកណនីបរិមាត្រចតុកោណកែងហើយរួចទៀតគេមានចតុកោណកែងដូចគ្នាតែមានឥឡូវឧទាហរណ៍ថា2ម៉ែត្រដូចគ្នាចានេះ4ម៉ែត្រដូចគ្នាចាកន្លែងនេះគេឲ្យកណនីផ្ទៃកន្លះណាហុកគ្នាកណនីផ្ទៃកន្លះវិញហើយកណនីផ្ទៃក្រឡាចតុកោណកែងកាយហ្នឹងបាទអូខេអាទី1នេះហើយនឹងអាទី2នេះយើងកណនីរបៀបម៉េចបើសិនបើគេឲ្យកណនីបរិមាត្រចតុកោណកែងអញ្ចឹងយើងលើកយកមួយនៃគេ2ស្មើគេអូខេទៅ2ឬក៏ A ណា A គុណ2គុណ2អញ្ចឹងបាទណាអាហ្នឹងជាលក្ខណៈកណនីបរិមាត្រចុះកណនីផ្ទៃកន្លះចតុកោណកែងស្មើវិញ A ធំតំណាងឲ្យផ្ទៃកន្លះហើយស្មើទៀតA អីគេយ៉ា A គុណ2អូខេអញ្ចឹងណាយ៉ាឬក៏ទទឹងគុណនឹងបណ្ដោយអូខេឥឡូវយើងកណនីនេះមួយអញ្ចឹងណាអញ្ចឹង
2 mét bố 4 mét 4 mét phải tại 4 mét 4 គុណនឹង2ណាអញ្ចឹងវាស្មើនឹង6គុណនឹង2 12មែនទេ12អញ្ចឹង12អីគេ12ម៉ែត្រមែនអត់អូខេឥឡូវយើងមកកណនេះវិញអានេះរូបមន្ត2ស្មើប៉ុណ្ណេះមកអូខេដល់ពេលកណផ្ទៃកន្លះគឺ A ស្មើ2 2អីគេគុណនឹងម៉ានយ៉ាគុណនឹង4ស្មើម៉ានស្មើម៉ាន2គុណ4យ៉ាស្មើ8អត់ចេះសុទ្ធមួយលេខ8អីគេ3ម៉ែត្រហ្នឹងយ៉ាអាហ្នឹងស្មើ8ម៉ែត្រការ៉េយល់ទេអញ្ចឹងបានគេចង់បញ្ជាក់ថាកណផ្ទៃកន្លះការ៉េកណផ្ទៃកន្លះគឺចេញមកជាម៉ែត្រការ៉េដល់យកជ្រុងគុណនឹងជ្រុងអត់ទៅយកបណ្ដោយគុណនឹងទទឹងណាប៉ុន្តែបើយើងកណតាមបែបពីលក្ខណៈបរិមាត្រគឺយើងយកបណ្ដោយបូកទទឹងគុណនឹង2វិញហើយចេញមកជាម៉ែត្រធម្មតាណាអត់មានម៉ែត្រការ៉េទេតតែផ្ទៃកន្លះបានចេញមកជាម៉ែត្រការ៉េប៉ុណ្ណឹងយល់នៅអូខេយល់ណាកុំឲ្យច្រឡំគ្នាហ្នឹងឥឡូវយើងមកកណការ៉េវិញម្ដងតើយើងកណការ៉េយើងធ្វើដូចនេះមិនពីរដូចគ្នាយើងមានការ៉េ2ទី1គឺកណបែបលក្ខណៈបរិមាត្រហើយនៅមួយទៀតលក្ខណៈនេះណាអានេះតាម4ជ្រុងស្មើចុះអូខេអញ្ចឹងយើងមានជ្រុង6ចា6សង់ទីម៉ែត្រចាណាអញ្ចឹង6សង់ទីម៉ែត្រអានេះក៏6ដែរមែនអត់ព្រោះការ៉េវាដូចតែគ្នាទេអូខេអានេះដូចគ្នាដែរយក6សង់ទីម៉ែត្រដូចគ្នាដូច្នេះយើងអានេះគឺយើងរកបរិមាត្រវិញរកឬក៏កណបរិមាត្រហើយនេះយើងកណផ្ទៃកន្លះការ៉េផ្ទៃក្រឡាការ៉េណាអូខេឥឡូវរូបមន្តជ្រុងបរិមាត្រ P ស្មើអីគេយ៉ាអូខេជ្រុងគុណ4ក៏បានដែរឲ្យស្គាល់ដែរជ្រុងគុណ4ឬក៏ A គុណ4 A អូខេចុះផ្ទៃកន្លះការ៉េរូបមន្តដែលតាំងឲ្យ A ធំស្មើយ៉ា A គុណ A ជាអីគេអានេះគេហៅគេយ៉ា A នឹងជាជ្រុងណា A ជាជ្រុងឥឡូវយើងទាញមក6គុណ4មកអានេះគឺ6គុណ4មែនអត់បរិមាណនេះP ស្មើ6គុណ4 6 4ដង24អីគេយ៉ា4សង់ទីម៉ែត្រចុះអានេះស្មើ A ស្មើគេ Yeah, mama. Mùi đó sao mà muối bên này? Mùi đó sao mà mùi đó sao mà muối?
nâng ảnh thì chắc nhưng mong mơ về nhưng đồng tiền đây là chặt con cài nè nhưng mà chơi là nhỉ cái anh nghĩa đây là chặt con cái này miên tụt tấn bay cm nâng mặt đói 4 cm ok cái nông chặt con cái kia ruột hơi miên 12 cm nè nông chặt con cái nó cứ miên cái rễ 12 cái rễ đấy còn đấy tam được một cái á cái miên đây là đói vô tụt tấn quân nâng mặt đói từ bấy quân nâng buồn thì tu tư trên mấy cái cm cái rễ ấy cụ tây lá từ cái chi cái rễ tây lá như ở trong tây lá cái chi cái rễ ấy mà e nâng bi chia được qua trúng hỏi e chìm tây cái lá chặt con cái nút tây cái lá chặt con cái trong nó là e mà e còn buồn nè buồn mà vì ai mà e chìm tây cái lá chặt con cái e tối chỉ trúng bi tối chỉ là tinh thường mình về nó là chung và đảo thì chung tinh nhân tây hay tây cái lá chặt con cái thì bật đảo con thực tinh ai thì e mà e còn buồn và e chia được qua trúng hỏi e chìm tây cái lá đây cái đây mà nó nhẹ và e không chìm tây cái lá cái đây với nút tây cái lá cái đấy cầm nó là e mà e còn e tây cái lá cái đấy từ trung và đây cá e mà e còn e nó cũng trung này ha anh ấy phải là nhưng mà tìm mỗi chung với chụp lên cái này hắn ta cái này cái lỗ mai cái đây nhưng ai chạy đi đây ngoan tê bạn ạ mùi cái lỗ mai cái đấy mà đang một mai cái đấy đây thì đây cả nha đằng mai mà đấy km hectomét thì cả mét mày ok pakai mét cái đấy km cái đấy hectomét cái đấy thì cả mét cái đấy mét cái đấy chứ việc không đi buôn đồn này đấy nhớ lại đấy cứ smart mà tôi buôn tôi cũng vậy tôi cũng muối mà liền cà phê ở đấy xong muối tớ đấy liền mai cái này đấy chốt anh ấy quên 1 km đấy màประมาณ hectare ประมาณ hectare ở đây này trâu ấy mà rồi nhảy cua mùi hectare cái đấy mà 10 hectare mày nói đấy nhá chẳng 10 km cái đấy mà 10 hectare cái đấy mày nói chẳng 10 hectare cái đấy mà 10 hectare từ chứ đấy 10 km cái đấy mà nâng tổng tổng mấy 10 km cái đấy mà nâng 100 hectare cái đấy đây 10 hectare cái đấy mà 10 hectare từ chứ đấy 10 km cái đấy mà nâng 100 hectare được cái này vô đấy ok anh ấy cứ dương một vài chỉ 3 hectare cái đấy pi á mà nâng bằng pi xong thì a ai mà phải tới trên mặt cái này phải chơi nhá bây giờ ngắt cu ngắt cu chia lại cái này mình cố hình through này này giảm gần này lấy dừng trên ở bay xanh nè bay hình tá mà bạn cái này dạ bay hình tá mà bay bên mặt cái này nè cho pi và pay pram a mà bạn cái này dạ pi pram bạn cái này cho pel a pel xong thì a mà bạn cái này dạ em tới bay mướn yeah okay okay good อันนี้37.2 a ស្មើប្រមាណម៉ែត្រការ៉េតាមបាទគឺយើងបំបែកទៅជា
3775A 75 ម៉ែត្រការ៉េ 1A 1ម៉ែត្រការ៉េ ឥឡូវយើងចូលនេះទៀតកណនីទី2 3ហិកតា 5A 27A បូក2ហិកតាបូក 45A បូក 40 ម៉ែត្រការ៉េស្មើប៉ុន្មានម៉ែត្រការ៉េនេះហ្នឹងហើយប៉ុន្មាន អូខេ 3ហិកតាហ្នឹងគឺ5អប3ហិកតាបូក2ហិកតាគឺវា50000ណាអូខេឥឡូវបន្ទាប់មកគឺយើងបូករក A ម្ដង 5A បូកនឹង 35A ស្មើនឹងត្រូវ 40A 40A ស្មើនឹង 4000 ណា 40A ស្មើនឹង 4000 អញ្ចឹងវា 54000 អូខេ correct ត្រឹមត្រូវ good job បាទឥឡូវយើងមកបំបែកនេះម្ដងទៀត 72A 35ម៉ែត្រការ៉េដក575ម៉ែត្រការ៉េស្មើប៉ុន្មានម៉ែត្រការ៉េអានេះ77បូក35វាឥឡូវយើងដកនេះចេញទៅនេះដកម៉ែត្រការ៉េចេញទៅនោះ5075ម៉ែត្រការ៉េដក35ម៉ែត្រការ៉េត្រូវប៉ុន្មាន5000 យ៉ា5040អញ្ចឹង 7A ស្មើប៉ុន្មានម៉ែត្រការ៉េ 77A អញ្ចឹង 7700 ដក 5040 ឥឡូវ 7000 ដក 5000 ដល់ 2000 មែនទេអូខេ 2000 ហើយនេះ 700 ដក 40 300អត់មែនទេ600 អូខេអញ្ចឹងនៅសល់2000ទេយ៉ាម៉ែត្រការ៉េអូខេត្រឹមត្រូវអូខេយើងបាច់ຂະຫນាតអាហ្នឹងបាច់លក្ខណៈបាច់ចាំទូវាបើយើងចាំຂະຫນាតវាហើយយើងអាចបំបែកបានដកចូលដកតាស់អូខេសម្រាប់មេរៀនបំបែកຂະຫນាតក៏មេរៀនផ្ទៃកន្លាការ៉េយើងដឹងហើយអារូបមន្តផ្ទៃកន្លាការ៉េរូបមន្តរបស់វាគឺ A ស្មើA នេះជាផ្ទៃកន្លាចតុកោណកែងណា A គុណ2ហើយ A ផ្ទៃកន្លាការ៉េគឺ A គុណ A បណ្ដាជ្រុងគុណជ្រុងអានេះបណ្ដាគុណបន្តិនវាផ្ទៃកន្លាការ៉េហើយផ្ទៃកន្លាបរិមាត្រផ្សេងហើយទៀតយើងនឹងធ្វើលំហាត់បន្តឥឡូវសម្រាប់មេរៀននេះគឺចប់ប៉ុណ្ណឹងចាប់តមេរៀនក្រោយទៀតបាយបាយ